ជាសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំមានវីដេអូមួយដើម្បីបង្ហាញលោកគ្រូអ្នកគ្រូតេតងជាមួយនឹងប្លុកនៅក្នុងកម្មវិធី Scratch ចាដែលប្លុកដែលនាងខ្ញុំនឹងយកមកបង្ហាញនៅក្នុងវីដេអូនេះគឺ control ចាអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលមកក្នុង control ចាអញ្ចឹងនៅក្នុង control block គឺយើងឃើញថាវាមានពណ៌ទឹកក្រូចចាអញ្ចឹងវាមានច្រើន block ហើយអត្ថន័យនៃ block នីមួយៗគឺលោកគ្រូអ្នកគ្រូអាចស្វែងរកនៅក្នុង drive ដែលយើងបានតម្លាក់ជូនលោកគ្រូអ្នកគ្រូអញ្ចឹងនៅក្នុង folder introduction to Scratch ចាអញ្ចឹងលោកគ្រូអ្នកគ្រូចូលមកបន្ទាប់មកលោកគ្រូអ្នកគ្រូអាចបើកនៅជា Word ក៏បានជា PDF ក៏បានចាយើងបានដាក់ឯកសារហ្នឹងចូលទៅក្នុង drive ហើយបន្ទាប់មកយើង scroll ទៅក្នុង control យើង scroll ទៅរក control block ចានៅនេះចាអញ្ចឹង control block គឺជាបណ្ដុំកូដគ្រប់គ្រងក៏ដូចជាបណ្ដុំកូដក្នុងការផ្ទៀងផ្ទាត់នៅលក្ខខណ្ឌដើម្បីដំណើរការនៅសកម្មភាពអ្វីមួយចាអញ្ចឹងនៅក្នុង block នេះគឺមានអត្ថន័យគឺមានកូដ block នៅខាងនេះហើយយើងមាននិយមន័យនៅខាងនេះចាអញ្ចឹងខ្ញុំសូមសង្ខេបចុះអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកទៅមើលបន្ថែមទៀតអញ្ចឹងតកតងជាមួយ weight នេះគឺយើងប្រើដើម្បីផ្អាកឬក៏ពន្យាពេលចាពេល repeat គឺជា block ដែលយើងប្រើដើម្បីឲ្យសកម្មភាពមួយដែលយើងដាក់នៅក្នុង block code repeat នេះវាធ្វើការដដែលចាអញ្ចឹងបើយើងដាក់10ដងសកម្មភាពនៅក្នុងហ្នឹងគឺវាធ្វើការ10ដងចាបើយើងដាក់5ដងសកម្មភាពនៅក្នុងហ្នឹងធ្វើការ5ដង delete forever គឺជា block ដែលយើងដាក់ទៅសកម្មភាពហ្នឹងគឺវាដើររហូតគឺអត់ឈប់ទេទោះតែយើងបិទកម្មវិធីចាមួយទៀតគឺ if ហើយមានប្រអប់នេះ then ចាអញ្ចឹង if then គឺជា block ដែលប្រើដើម្បីពិនិត្យលក្ខខណ្ឌអញ្ចឹងបើសិនបើលក្ខខណ្ឌនៅក្នុងប្រអប់នេះពិតបន្ទាប់មកវានឹងដំណើរការកូដនៅក្នុងប្លោះពណ៌សនេះចាអញ្ចឹងកន្លែងប្លោះហ្នឹងគឺយើងដាក់ block កូដចូលយើងចង់ដាក់សកម្មភាពអីនៅពេលលក្ខខណ្ឌនេះពិតយើងចង់ឲ្យវាធ្វើអីយើងដាក់កន្លែងនេះចា delete if then ហើយយើងមើល else អញ្ចឹង if then else ដំណើរការរបស់វាយើងមាន result យើងមានលទ្ធផល2មានន័យថាបើសិនបើលក្ខខណ្ឌកន្លែងនេះពិតឲ្យវាធ្វើអីប៉ុន្តែបើលក្ខខណ្ឌកន្លែងនេះអត់ពិតឲ្យវាធ្វើអីកន្លែង else នេះចាអញ្ចឹងកន្លែងហ្នឹងគឺខុសគ្នាពី if then ធម្មតា wait until គឺជា block ដែលផ្អាកសកម្មភាពអីមួយរបស់តួអង្គរហូតដល់វាជួបលក្ខខណ្ឌពិតចាកន្លែងនេះគឺលក្ខខណ្ឌពិតចាអញ្ចឹងយើងផ្អាកវារហូតដល់វាជួបអីមួយឲ្យវាធ្វើការអីមួយបន្តទៀតទៅចាអញ្ចឹង block នេះគឺ block repeat until មានន័យថាឲ្យវាធ្វើការរហូតទាល់តែវាមកប៉ះជាមួយលក្ខខណ្ឌអីមួយបានវាឈប់ធ្វើចាបើយើងដាក់ move forward រហូតអញ្ចឹងក្នុងនោះវានឹង move forward រហូតដល់ប៉ះអីគេប៉ះពណ៌ទឹកក្រូចឬក៏ប៉ះពណ៌លឿងចាអញ្ចឹងបើយើងពេលប៉ះពណ៌លឿងឲ្យវាឈប់ចាអញ្ចឹងយើងដាក់មក move forward អញ្ចឹងវានឹង repeat move forward រហូតដល់ប៉ះពណ៌ទឹកក្រូចយើងថែម block stop all នេះទៅអញ្ចឹងវានឹងឈប់ហើយចាអញ្ចឹង block stop all គឺប្រើដើម្បីបញ្ឈប់ when I start as a clone ចាអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើម clone អញ្ចឹង block នេះគឺយើងប្រើនៅពេលដែលយើងបាន clone តួអង្គរបស់យើងចាតួអង្គរបស់យើងអាចជាមនុស្សជាវត្ថុជាសត្វអីចឹងទៅអញ្ចឹងនៅពេលដែលយើង clone វាតើយើងចង់ឲ្យវាធ្វើអីនេះគឺជានេះដូចជា event ដែរឡើងនេះចាមួយទៀត
create clone of myself ចាអញ្ចឹង create clone of myself គឺជា block code ដែលប្រើដើម្បីចម្លងខ្លួនឯង copy ចា copy ខ្លួនឯងឬក៏ copy sprite អីមួយអញ្ចឹងណាចាអញ្ចឹងទៅតាមលក្ខខណ្ឌជាក់ស្ដែងអញ្ចឹងលោកគ្រូអ្នកគ្រូគាត់តែមើលយមន័យឲ្យយល់សិនទៅហើយយើងនឹងចូលទៅអនុវត្តតាមក្រោយអញ្ចឹងយើងអាចយល់ហើយចាតបមក block ចុងក្រោយគេគឺ delete this clone អញ្ចឹងយើងមាន block នេះដើម្បី delete នៅពេលយើងបង្កើតហើយក៏យើងអាចប្រើ block code ដើម្បី delete ដែរក្នុងករណី game ណាចាអញ្ចឹងនៅលើ online គឺសម្បូរ game អញ្ចឹងភាគច្រើនគឺប្រើពពួកអស់ហ្នឹងចាគេ clone អញ្ចឹងណាចាអញ្ចឹងសម្រាប់យមន័យ block code នៅក្នុង block control នេះគឺសូមសង្ខេបប៉ុណ្ណឹងអញ្ចឹងយើងចូលទៅក្នុង Scratch ដែលយើងបាន install ហើយឬក៏ចូលទៅកាន់ website Scratch ចាអញ្ចឹងខ្ញុំសូមចូលមកក្នុង Scratch ដែលខ្ញុំបាន install នៅលើ computer អញ្ចឹង block ទី1គឺ block weight អញ្ចឹង block weight យើងប្រើដើម្បីផ្អាកចាផ្អាក1 second បើសិនយើងចង់ផ្អាក1 second ឧទាហរណ៍ថាលើខ្ញុំចង់ដើរទៅមុខ10ជំហានបន្ទាប់មកផ្អាក1 second ហើយដើរទៅមុខ10ជំហានទៀតចាអញ្ចឹងខ្ញុំសុំថែម event one flag click ចាអញ្ចឹងយើងចុច run មកចាអញ្ចឹងយើងឃើញថាវាដើរទៅ10ជំហានហើយវាផ្អាកហើយវាដើរ10ជំហានទៀតចាអញ្ចឹង block ហ្នឹងគឺមានន័យបែបហ្នឹងចាអញ្ចឹងខ្ញុំសូមទាញឲ្យតម្លាក់ចេញអញ្ចឹងយើងចូលទៅមួយទៀត repeat block repeat មានន័យថាវានឹងធ្វើការងារដដែល10ដងចាអញ្ចឹងឧទាហរណ៍ថាខ្ញុំយក move forward យកមកដាក់នៅក្នុង block repeat អញ្ចឹងពេលដែលខ្ញុំចុច flag ចាអញ្ចឹង sprite មួយនេះដើរទៅមុខហ្មងអញ្ចឹងក្នុងម្ដងវាដើរ10ជំហានអញ្ចឹងយើងឲ្យវាដើរ10ដងអញ្ចឹងយក10 คูณ នឹង 10 មកឃើញមិនចា100អញ្ចឹងវាដើរទៅមុខ100ជំហានចាអញ្ចឹងblock repeat គឺវាដើរគ្រប់ជំហានវាឈប់ដើរអញ្ចឹងខ្ញុំសូមចូលទៅ block មួយទៀតគឺ block forever អញ្ចឹងបើខ្ញុំយក move forward យកមកដាក់អញ្ចឹងនៅពេលដែលខ្ញុំចុច flag វាដើរអត់ឈប់ទេ block នេះចាអញ្ចឹងដើររហូតដល់ដល់បុកហ្គេមចុះបើបុកហ្គេមហើយខ្ញុំចង់ឲ្យវាត្រឡប់ក្រោយវិញធ្វើម៉េចអញ្ចឹងយើងមាន block code មួយទៀតគឺ if on each bound អញ្ចឹងខ្ញុំសាក run ភាសាទៀតមើលនេះវាត្រឡប់មកវិញណាចាអញ្ចឹងវាអត់ឈប់ទេវាដើររហូតទាល់តែយើងចុច back ចុច stop ឬក៏ចុចបិទកម្មវិធីហ្មងចាអូខេអញ្ចឹងមួយទៀតចូលមកដល់ក្នុង block if then នៅក្នុង block នេះរៀងស្មុគស្មាញបន្តិចចាឥឡូវសូមទាញនេះចេញអស់សិនអញ្ចឹង when flag click នៅដដែលណាប្រសិនបើវា move forward ទៅមុខអញ្ចឹងខ្ញុំសូម insert នៅ sprite មួយទៀតខ្ញុំសូមយក sprite លើមេអំបៅនេះចុះចាខ្ញុំមាន sprite 2អញ្ចឹងខ្ញុំចង់ឲ្យឆ្មានេះវាដើរទៅមុខដោយប្រើ move forever ហើយដើរទៅមុខចាអញ្ចឹងនៅពេលដែលខ្ញុំចុច flag វាដើរទៅមុខប៉ុន្តែខ្ញុំអត់ចង់ឲ្យវាដើររហូតទេពេលដែលវាមកប៉ះ
ពេលដែលវាមកប៉ះជាមួយនឹងពណ៌ green មានន័យថាប៉ះជាមួយមេអំបៅឲ្យវាឈប់ហើយវានិយាយពាក្យថាសួស្ដីមេអំបៅចាអញ្ចឹងប្លុកកន្លែងនេះគឺត្រូវការលក្ខខណ្ឌគឺប្រសិនបើឆ្មានឹងប៉ះជាមួយនឹងពណ៌ green ចាអញ្ចឹងសម្រាប់ប្លុកដែលយើងឃើញនៅកន្លែងនេះគឺលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌគឺនៅក្នុងប្លុកផ្សេងជាងមើលនៅក្នុង motion មានប្លុកដែលរៀងអញ្ចឹងអត់ look ចានៅក្នុង sound even អត់មានទេដោយឡែកប្លុកហ្នឹងគឺមាននៅក្នុង sensing នេះអញ្ចឹងយើងមើលអាឈុងអញ្ចឹងចតុកោណភ្នាអញ្ចឹងគឺវាជាប្លុកលក្ខខណ្ឌចា operator ចានេះគឺដើម្បីសិក្សាលក្ខខណ្ឌតូចជាង50ធំជាង50អីចឹងទៅចានៅក្នុង variable ក៏អត់មានដែរអញ្ចឹងប្លុកដែលយើងត្រូវយកមកប្រើគឺមាន sensing និង operator ដើម្បីសិក្សានៅលក្ខខណ្ឌអញ្ចឹងកន្លែងនេះខ្ញុំសូមដក forever ហើយខ្ញុំសូមដាក់ប្លុកមួយទៀតគឺ repeat until អញ្ចឹងខ្ញុំឲ្យវា forever រហូតវានឹង repeat ចំនួន step នឹងរហូតទាន់តែវាមកប៉ះជាមួយនឹងអញ្ចឹងពេលដែលវាប៉ះជាមួយអីមួយចាពេលដែលវាមានប្រតិកម្មអញ្ចឹងគឺនៅក្នុង block sensing នេះអញ្ចឹងនៅក្នុង block sensing យើងមាន touching គឺប៉ះឬក៏នៅពេលដែលគេចុច key press ចុច mouse down ចាអញ្ចឹងអានឹងសិតតែជាលក្ខខណ្ឌអញ្ចឹងឥឡូវខ្ញុំចង់ឲ្យវាប៉ះជាមួយនឹងពណ៌ green អញ្ចឹងខ្ញុំយក touching color green អញ្ចឹងយើងចុចកន្លែងនេះដើម្បីដូរពណ៌ចាអញ្ចឹងពណ៌កន្លែងនេះយើងអាចទាញប៉ុន្តែទាញនេះវាអាចខុស color code ព្រោះអីវាចាក់លាយគ្នាអញ្ចឹងណាអញ្ចឹងវាខុស color code អញ្ចឹងដើម្បីធ្វើម៉េចឲ្យបានពណ៌ដូចមេអំបៅអញ្ចឹងលោកគ្រូអាចចុចកន្លែង tool កន្លែងនេះចុចលើវាបាច់មកហើយយកម៉ៅរបស់យើងទៅអូសនៅលើពណ៌នឹងនេះអញ្ចឹងវានឹងស្រូបពណ៌នឹងមកអញ្ចឹងចុចលើវាមកវានឹងបានពណ៌នឹង repeat until touching color green repeat អីគេគឺ move 10 step ចាអញ្ចឹងនៅពេលដែលវាដើរទៅប៉ះជាមួយ color green ហើយឲ្យវាធ្វើអីចឹងខ្ញុំត្រូវដាក់លក្ខខណ្ឌមួយទៀតនៅខាងក្នុងនេះ is touching color green អានេះវា repeat ទៅហើយចា repeat ទៅហើយវាមានលក្ខខណ្ឌនៅក្នុងនឹងមួយទៀតខ្ញុំដាក់ is touching color green នឹងដែរចាបើសិនវាមកប៉ះជាមួយនឹងពណ៌នឹងហើយខ្ញុំចង់ឲ្យវានិយាយពាក្យថាសួស្ដីមេអំបៅចាបន្ទាប់មកសកម្មភាពទាំងអស់គឺត្រូវឈប់ឲ្យវាលែងដើរទៅមុខទៀតឯងអញ្ចឹងខ្ញុំប្រើមួយទៀតគឺ stop all ចាយើងដាក់ចូលខាងក្នុងនឹងតែម្ដងតោះឥឡូវយើងរ៉ាន់សាកមើលឈប់ទេចាអញ្ចឹងបើខ្ញុំពេលរ៉ាន់ម្ដងទៀតខ្ញុំចង់ឲ្យឆ្មាហ្នឹងវា start ពីកន្លែងនេះទៅវិញលោកគ្រូផ្លេចនៅយើងកំណត់ទីតាំងដំបូងរបស់ spray អញ្ចឹងយើងទាញ spray នឹងមកសិនមកតបមកយើងចូលទៅក្នុង motion ហើយយើងទាញ go to មកដាក់កន្លែងនេះនៅពេលចុច flag ឲ្យឆ្មាហ្នឹងវាមកកន្លែងទីតាំងនេះហើយឲ្យវាធ្វើឲ្យវាដើររហូតទៅដល់ប៉ះពណ៌ green អញ្ចឹងនៅពេលដែលវាប៉ះពណ៌ green ហើយ
ở viết là gì việc thà số đấy mày ẩm báo vì nè tí hay bên chụp sẽ cam một hiệp move forward nè move 10 step nè chà chứ nhung xong chụp một xa tiết chà chà chắc xâm hợp lục if bao giờ nhung xong bên chụp thầm nâng sẵn đầm bầy ơi là cô miền bếp nông ca tè nữ một lục cột là trong video tìm mùi chà chân xâm hợp video này cứ miền tài và nâng tế chân sẽ không tha là cô ai vô video này đầm bầy tại ảnh vật project này bàn chàng chân xôm ở cốn xôm trong điệp lìa